សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកចែករំលែកអ្នកនរគ្នាអំពីរបៀបផ្ដាច់ account Facebook ចេញពី account game Mobile Legends របស់យើងហ្នឹងហើយអញ្ចឹងនៅក្នុងgame Mobile Legends នេះសំខាន់ជាងគេគឺ account មុនតន់ហ្នឹងហើយនេះ account មុនតន់ដែលយើងបានភ្ជាប់កន្លែងនេះ account មុនតន់ Gmail ដែលយើងភ្ជាប់ជាមួយនឹងមុនតន់ហ្នឹងហើយអញ្ចឹងឲ្យតែមាន Gmail មុនតន់នេះយើងអាចផ្ដាច់ Facebook ឬក៏ TikTok បានទោះជាយើងបាត់ TikTok ឬក៏យើងខូច Facebook បាត់ Facebook ក៏ដោយយើងនៅតែអាចផ្ដាច់បានអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងតម្លៃទាំងអស់គ្នាហ្នឹងហើយអញ្ចឹងខ្ញុំសូមចេញសានអញ្ចឹងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ខ្ញុំមួយផងហ្នឹងហើយអញ្ចឹងដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ game មកហើយយើងចុចលើ profile របស់យើងមកបន្ទាប់មកនេះយើងមកយកពាក្យថា account កន្លែងនេះអញ្ចឹងមកដល់កន្លែងនេះយើងនឹងមើលឃើញ account game របស់យើងនឹងបានភ្ជាប់ជាមួយអីខ្លះអញ្ចឹងនេះ account game របស់ខ្ញុំមានភ្ជាប់មុនតន់ហើយនឹង account Facebook នេះកន្លែងនេះអញ្ចឹងបើមិនយើងបានភ្ជាប់ទេវាអត់ចេញឲ្យឈ្មោះឃើញទេហ្នឹងហើយអញ្ចឹងបើយើងបានភ្ជាប់នេះវាដូច TikTok អញ្ចឹងវាដាក់ tape secure នេះមានន័យថាវាទៅស្អាតយើងបានភ្ជាប់អីទេប៉ុន្តែសម្រាប់ Facebook នេះកន្លែងនេះវាដាក់ឈ្មោះ Facebook របស់ខ្ញុំអញ្ចឹងដើម្បីផ្ដាច់ Facebook បានអញ្ចឹងយើងចូលមកក្នុង account center មកនេះកន្លែងនេះចូល account center ហើយបន្តមកយកពាក្យថា disconnect 3 party account កន្លែងនេះចុចលើវាមួយមកបន្ទាប់មកដល់កន្លែងនេះអញ្ចឹងកន្លែងនេះយើង select យក account មួយណាដែលយើងចង់ផ្ដាច់ហ្នឹងហើយអញ្ចឹងវាមានច្រើនវាមាន Google account វាមាន Game Center វាមាន VK មាន Telegram មាន Facebook អីចឹងទៅប៉ុន្តែខ្ញុំចង់ផ្ដាច់ចេញពី Facebook អញ្ចឹងនេះយើងចុចលើ Facebook មកនេះអញ្ចឹងមកដល់កន្លែងនេះដែលយើងសំខាន់អញ្ចឹងកន្លែងនេះបើសិនជាយើងបាត់ Facebook យើងមិនបាច់ចុចយក alert នេះទេនេះយើងចុចអញ្ចឹងវាមានជម្រើសពីរកន្លែងនេះអញ្ចឹងបើយើងចុចយក alert កន្លែងនេះវាដាក់ថា disconnect វា connect account អញ្ចឹងបើសិនជាយើងចុចយក alert នេះយើងត្រូវការចូលទៅកាន់ Facebook account Facebook ដើម្បីយើង verify ដើម្បីផ្ដាច់ account នឹងចេញប៉ុន្តែបើសិនជាយើងយកអាក្រមនេះអញ្ចឹងវានឹងផ្ញើកូដទៅកាន់ Gmail របស់យើង Gmail ដែលយើងបង្កើតមុនតន់អញ្ចឹងយើងអាចយកលេខកូដហ្នឹងមក verify ដើម្បីផ្ដាច់ចេញបានហើយយើងមិនបាច់ចូលទៅកាន់ Facebook ញ៉ៃទេបើទោះជាយើងបាត់ Facebook ក៏យើងនៅតែអាចផ្ដាច់បានដែរហ្នឹងហើយអញ្ចឹងនេះយើងយកអាក្រមមកនេះចុចអាក្រមមកអញ្ចឹងកន្លែងនេះយើងចុចកន្លែងនេះមកវាដាក់ថា send verification code អញ្ចឹងពេលដែលយើងចុចកន្លែងនេះវានឹងផ្ញើលេខកូដចូលទៅកាន់ Gmail របស់យើងហើយ Gmail ដែលយើងបានយកទៅបង្កើត account មុនតន់ដែលយើងបានភ្ជាប់ក្នុង game របស់យើងហ្នឹងអញ្ចឹងយើងចុចកន្លែងនេះមកនេះអញ្ចឹងយើងរងចាំបន្តិចទៅនេះវាបានផ្ញើមកហើយនេះអញ្ចឹងនេះដាក់លេខកូដប្រហែលខ្ទង់នេះយើងយកវាមកបំពេញកន្លែងនេះអញ្ចឹងនេះ50សំទោស35 80 16នេះអញ្ចឹងយើងបំពេញកន្លែងនេះមក35 80 16អញ្ចឹងមកដល់កន្លែងនេះយើងចុច next មកហើយចុច OK កន្លែងនេះចុច OK នេះអញ្ចឹងកន្លែងនេះគឺវាបាត់ហើយបាត់ឈ្មោះ Facebook របស់ខ្ញុំហើយឥឡូវវាដាក់ថា Facebook account នេះកន្លែង Facebook account វាដាក់ថា not connect បានន័យថាអត់មាន connect អីទៀតទេអញ្ចឹងយើងបានផ្ដាច់បានហើយអញ្ចឹងស្រួលទេឲ្យតែយើងមាន account game មុនតន់សំទោសឲ្យតែយើងមាន account មុនតន់យើងអាចផ្ដាច់បានងាយទោះជាយើងបាត់ Facebook ឬក៏យើងខូច Facebook អីក៏ដោយអញ្ចឹងយើងអាចផ្ដាច់បាននិយាយរួមទៅនៅក្នុង game Mobile Legends នេះសំខាន់ជាងគេគឺ account មុនតន់នឹងតែម្ដងឲ្យតែយើងមាន account មុនតន់យើងអាចធ្វើអីក៏បានដែរនៅក្នុង account game ហ្នឹងយើងចង់ remove អ្នកណាយើងចង់disconnect ជាមួយ TikTok មួយ Facebook អីគឺយើងអាច connect បានអញ្ចឹងវីដេអូចែកម្លែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងជាចុងក្រោយកុំភ្លេចជួយចុច Subscribe ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel ច្បាប់មុនគេបាយបាយ